ស្រ័យជូនពួកគាត់លឿនឆាប់បានដីបានផ្ទះពួកគាត់មកនៅវិញអត់ឲ្យដល់បន្តស្ងប់ស្ងៀមបាទជ្រាបសួរគាត់មានបងប្អូនចាត់ខ្ញុំសួរមកខ្ញុំច្រើនណាអំពីបញ្ហាព្រំដែនគាត់មិនចង់ឲ្យខ្ញុំលើកនិយាយឬគុណរដ្ឋាភិបាលអីទេហ្នឹងណាដោយសារយើងមានបញ្ហាព្រំដែនណាមានគេមកជឿពីកម្ពុជាយើងអញ្ចឹងយើងសូមដោយសារភាពស្ងៀមស្ងាត់មួយកុំឲ្យការវាយទៅរដ្ឋាភិបាលបាទអរគុណបងប្អូនដែលយល់ពីខ្ញុំយល់ពីទឹកចិត្តបងប្អូនដូចគ្នាណាបាទខ្ញុំក៏អរគុណបងប្អូនមួយចំនួនដែលតែបារម្ភពីខ្ញុំដែរហ្នឹងហើយពេលមួយរយៈហ្នឹងខ្ញុំរិះគន់រដ្ឋាភិបាលខ្លាំងដែរបាទហើយអារឿងបងប្អូនមិនឲ្យខ្ញុំណារិះគន់ថ្នាក់ដឹកនាំរិះគន់បញ្ហាយើងមានការសង្គ្រាមអីជាដើមណាដើម្បីឲ្យស្ងាត់ទៅឲ្យរដ្ឋាភិបាលដោះស្រាយបាទហើយខ្ញុំចង់តបទៅបងប្អូនមួយចំនួនដែរដោយសារខ្ញុំមិនអាចទុកចិត្តទ្រាំចិត្តបានទេណាហើយខ្ញុំជឿជាក់ថាបងប្អូនកងទ័ពជួរមុខក៏ដូចជាប្រជាពលរដ្ឋគាត់ណាទ្រូងគាត់ក៏ស្ទើរប្រេះដែរបងប្អូនណាហើយខ្ញុំនិយាយចង់អួតតាមកបងប្អូនណាបងកងទ័ពខ្ញុំជឿជាក់ណាថាគាត់មិនអាចណាអោបដៃមើលឃើញបងប្អូនជីវរដ្ឋឃើញគេណាគាត់លួសយកបន្លាលួសមកគាត់យកដីហើយពួកដេញគាត់ចេញពីផ្ទះហើយគាត់មករស់នៅណាដេញជាមចាំផ្ទះខ្ញុំជឿថាបងប្អូនកងទ័ពក៏ឈឺចាប់ដែរណាជីវរដ្ឋក៏ឈឺចាប់ដែរប៉ុន្តែដោយហេតុណាថ្នាក់លើរដ្ឋាភិបាលនោះហើយជាមិនទៅពន្លឿនដោះស្រាយឲ្យជូនពួកគាត់មិនបញ្ជាឲ្យធ្វើអ្វីទាំងអស់ណាថែមទាំងបន្តឲ្យបងប្អូនស្ងាត់ស្ងៀមភាពស្ងៀមស្ងាត់ណាទៅឲ្យរដ្ឋាភិបាលជឿជាក់លើរដ្ឋាភិបាលចេញលើកមកស្ងាត់ស្ងៀម4 5 6ដង7 5 6 7ដងហើយអត់មានដោះស្រាយអីផងណាហើយបើចេញចឹងយ៉ាងណាប្រកាសប្រាប់ជាពលរដ្ឋហ្មងទៅថាប្រាប់បងជាពលរដ្ឋដីនឹងខ្ញុំឲ្យគេហើយយើងមិនមានលទ្ធភាពតតាំងដណ្ដើមដីនឹងយកមកវិញបានទេដោយសារយើងមិនមានសម្ភារៈអាវុធទំនើបណាហើយយើងគ្មានកងទ័ពយើងតិចដោយសារកងទ័ពយើងមានតែឈ្មោះស៊ីប្រាក់ខែណាអត់មានមនុស្សមានតែឈ្មោះណាជាពលរដ្ឋត្រង់ចឹងហ្មងទៅកុំបន្តស្ងប់ស្ងៀមស្ងាត់ឲ្យពួកគាត់ចង់អាយ៉ាស់ទ្រូងណាបើថាយើងនេះប្រកាសប្រាប់គាត់ត្រង់ចឹងហ្មងទៅកុំស្ងប់ស្ងៀមបានប្រយោជន៍ស្ងប់ស្ងៀមហ្នឹងមករកវិធីដោះស្រាយជូនពួកគាត់លឿនឆាប់បានដីបានផ្ទះពួកគាត់មកនៅវិញ